បាទសូមគោរពនឹងជំរាបសួរអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាបាទខ្ញុំបាទសូមឆ្លើយនៅចម្ងល់របស់ពុកម៉ែបងប្អូនជាច្រើនដែលទៅឆ្ងល់ទៅលើការដាក់ឈ្មោះបាទការដាក់ឈ្មោះកូនប្រុសកូនស្រីបាទឈ្មោះប្តីប្រពន្ធបាទឲ្យត្រូវទៅតាមតួអក្សរព្យញ្ជនៈទាំង33តួនោះបាទអ្នកខ្លះក៏មានចំណាប់អារម្មណ៍ទៅលើការដាក់ឈ្មោះដែលថាឲ្យត្រូវទៅតាមសម្បត្តិមានសម្បត្តិថ្មសម្បត្តិភ្លើងសម្បត្តិថ្ងៃសម្បត្តិតន្ត្រីនិងសម្បត្តិសេដ្ឋីបាទមានទាំង5សម្បត្តិនេះអ្នកខ្លះក៏មានជំនឿជឿអ្នកខ្លះក៏មិនសូវជឿទៅលើការដាក់ឈ្មោះនេះដែរបាទតែដោយសារក្បួនបុរាណពីដើមមកគឺមានក្បួនការដាក់ឈ្មោះហ្នឹងមានរហូតទៅដល់4ក្បួនបាទដែលខ្ញុំចេះពីលោកគ្រូមកមានដល់14ក្បួនបាទក្នុងក្បួននោះដែរក៏យើងមានការលើកយកនៅចំណុចសំខាន់របស់ក្បួននីមួយៗទៅលើការដាក់ឈ្មោះនេះបាទក្បួនទី1នោះគឺយើងបូកចូលគ្នាធ្វើម៉េចឲ្យមានចេញលេខដូចជា36 45 54បាទ63ឯជាដើមតែនៅក្បួននោះយើងសង្កេតឃើញថាឃើញល្អបានតែមួយវ័យបាទមនុស្សយើងមាន3វ័យវ័យក្មេងវ័យកណ្ដាលនិងវ័យចាស់តែក្បួននោះឃើញថាបូកឃើញអញ្ចឹងតែល្អបានមួយវ័យក្មេងទេបាទភាគច្រើនវ័យកណ្ដាលច្រើននិរាសប្រត់ប្រាស់គ្នាខ្លះទៅប្រពន្ធមានប្តីថ្មីអីចឹងទៅមានប្តីខ្លះទៅមានប្រពន្ធចុងអីចឹងទៅច្រើនបែកខ្ញែកគ្នានៅវ័យកណ្ដាលឃើញថាមិនសូវល្អហើយក្បួនមួយទៀតដែលខ្ញុំចេះទៀតក្បួនដែលដាក់ឈ្មោះឲ្យត្រូវទៅតាមសម្បត្តិបាទវ័យក្មេងវ័យកណ្ដាលវ័យចាស់នោះមានសម្បត្តិថ្មសម្បត្តិសទ្ធិអីចឹងទៅបាទដើម្បីឲ្យប្តីប្រពន្ធនឹងស្មោះត្រង់ជាមួយគ្នាបាទมันមានប្រពន្ធចុងมันមានប្តីចុងអីចឹងទៅយើងនិយាយវាក់ស្ដាប់បើយើងថាសហាយវាដូចជាពិបាកស្ដាប់ពេកបាទអញ្ចឹងយើងនិយាយថាជាណាទៅប្តីទៅមានប្រពន្ធចុងបាទអាហ្នឹងបើប៉ះចំលើសម្បត្តិភ្លើងសម្បត្តិថ្ងៃបាទដោយសារការគុណចែកនេះគឺវាបែងចែកជា3វ័យមនុស្សយើងម្នាក់មិនអាចល្អទាំង3វ័យទេបាទគឺល្អបានតែ2វ័យទេពេលអ្នកខ្លះល្អវ័យក្មេងវ័យកណ្ដាលវ័យចាស់អត់ល្អអ្នកខ្លះអន់វ័យក្មេងវ័យកណ្ដាលល្អវ័យចាស់អន់វិញតែអញ្ចឹងការគួនគូដាក់ឈ្មោះនេះយើងធ្វើម៉េចឲ្យបានល្អបាន2វ័យបាទជាពិសេសវ័យកណ្ដាលនិងវ័យចាស់ហ្នឹងកាលណាឈ្មោះយើងល្អហើយគួរជួយដល់កូនចៅបាទល្អដែរធ្វើឲ្យកូនចៅហ្នឹងក៏មានសេចក្តីសុខសេចក្តីចម្រើនរកស៊ីមានបានហើយមិនសូវមានឧបសគ្គគេថាបើឈ្មោះម្ដាយឪពុកត្រូវគ្នាសូម្បីតែកូនទៅធ្វើទាហានក៏អត់ត្រូវគ្រាប់ដែរអាហ្នឹងបើតាមប្រសាសន៍ផលលោកគ្រូហ្នឹងក្បួនទី2បាទក្បួនទី3នោះគឺជាក្បួនរបស់លោកឪពុកខ្ញុំបាទលោកគ្រូសន់ហមបាទគាត់បានបរៀនថាឈ្មោះមនុស្សយើងបូកចូលគ្នាបាទឈ្មោះយើងបូកជាមួយនឹងឆ្នាំឬក៏ឈ្មោះយើងជាមួយនឹងថ្ងៃកើតបាទចេញលេខ11អាហ្នឹងគឺល្អណាស់បើសិនជាយើងធ្វើការអ្នកតូចអ្នកធំឬក៏នេះគេមិនមានអ្នកដែលកាច់កងយើងកាច់អត់បានទេมันអាចធ្វើឲ្យយើងនឹងធ្លាក់តំណែងឬក៏ធ្លាក់បុណ្យស័ក្តិអីបាទគឺឈ្មោះលេខចេញលេខ11បាទនឹងឈ្មោះការដាក់ឈ្មោះឲ្យចេញលេខ11បាទបើកាលណាចេញលេខ12គឺអភ័ព្វវិញបាទអភ័ព្វហ្នឹងដូចថាបើមនុស្សប្រុសពិបាករកប្រពន្ធបាទបានប្រពន្ធហើយច្រើនតែលែងគ្នាបាទរហូតដល់ប្រពន្ធ2ប្រពន្ធ3ប្រពន្ធ4អីចឹងទៅពីណាស្លាប់ចោលអីចឹងទៅបាទហ្នឹងបើឈ្មោះចេញលេខ12បាទបូកជាមួយឆ្នាំជាមួយនឹងឈ្មោះបាទហើយតិចទៀតខ្ញុំនឹងបញ្យល់នៅក្នុងតារាងដែលយើងបែងចែកហ្នឹងវាចេញមានផ្កាយអាទិត្យច័ន្ទគៀពុទ្ធពហុសុក្រសៅរ៍រាហូកេតុហ្នឹងយើងអាចដាក់ឈ្មោះទៅតាមថ្ងៃកើតបាទមានបរិវារអាយុដែលជះសរីមូលៈឧសហមន្ត្រីនិងការកណីបាទយើងដាក់ចំការកណីឈ្មោះចំការកណីក៏វាមិនល្អដែរបាទហ្នឹងឈ្មោះទី3
ទី4ខ្ញុំចេះពីលោកគ្រូទី4គឺឈ្មោះយើងដាក់ឲ្យត្រូវធ្វើម៉េចផ្ទះមនុស្សយើងម្នាក់ហ្នឹងច្រើនតែយើងអត់ដឹងតែក្នុងម្នាក់យើងមានផ្កាយសក្ការៈទាំង8ហ្នឹងគឺមានផ្កាយ4ល្អផ្កាយ4អត់ល្អដល់អញ្ចឹងដែរបើសិនតែក្នុងលក្ខណៈយើងដាក់ឈ្មោះចំលើផ្កាយ4ដែលមិនល្អហ្នឹងបើដាក់ចំមានបែកបាក់ពុកផុយអាហ្នឹងគឺឈ្មោះយើងមិនល្អដែរច្រើនថាមានប្រពន្ធមានប្តីទៅច្រើនតែបែកបាក់គ្នាដែរបាទមួយទៀតដាក់ចំលើឈ្មោះស្អុយរលួយពោតេស្អុយរលួយជាពិសេសដូចជាអ្នកមានរឿងនៅក្នុងតាម Facebook អីបាទជាពិសេសអ្នកលក់អនឡាញលក់អីចឹងមានឈ្មោះដែលល្បីជ្រុះគ្នាច្រើនជាមួយដៃគូសហការរកស៊ីអីនឹងមានការប្រខូចគ្នាគេឈ្មោះគ្នាហ្នឹងគឺប៉ះចំលើស្អុយរលួយហ្នឹងបាទភាសាបាលីគេហៅពោតេស្អុយរលួយបាទហើយមួយទៀតបើប៉ះចំលើមរណៈហ្នឹងគឺការឈឺបាទដាក់ឈ្មោះចំលើមរណៈហ្នឹងគឺឈឺច្រើនបាទហើយបើសិនជាយើងដាក់ឈ្មោះនៅក្នុងផ្កាយដែលមានដូចជាផ្កាយអធិបតីផ្កាយរាជាផ្កាយរណ្ដៅទ្រព្យផ្កាយទួងជ័យហ្នឹងធ្វើឲ្យយើងល្បីឈ្មោះល្អទៅតាមផ្កាយរបស់យើងប្រចាំឈ្មោះប្រចាំផ្កាយរបស់យើងល្អហ្នឹងគឺមានល្បីមកល្អអញ្ចឹងបាទហើយប៉ុន្តែបើសិនជាយើងយកប្តីយកប្រពន្ធក៏យើងទៀមទាបោកឈ្មោះប្តីនិងប្រពន្ធឲ្យត្រូវគ្នាបាទធ្វើម៉េចឲ្យចេញទៅជាសម្បត្តិថ្មឬជាសម្បត្តិសទ្ធិបាទបើប៉ះចំលើសម្បត្តិភ្លើងប៉ះលើសម្បត្តិថ្ងៃអានឹងប្តីប្រពន្ធនឹងច្រើនតែឆ្លោះទាស់តែងគ្នាច្រើនតែមានរឿងបាទទោះរកស៊ីបានប៉ុណ្ណាដោយប៉ុន្តែនៅក្នុងក្រុមគ្រួសារនឹងគ្មានសេចក្តីសុខបាទមានរឿងរហូតហើយមិនសូវស្មោះត្រង់មួយគ្នាទេបាទបើសិនជាប្តីហ្នឹងក៏មិនស្មោះត្រង់ប្រពន្ធហ្នឹងក៏មិនស្មោះត្រង់ដែរហ្នឹងវាប៉ះចំលើភ្លើងលើថ្ងៃបាទអញ្ចឹងខ្ញុំនឹងចូលដល់បញ្យលនៅក្នុងតារាងបាទតារាងហ្នឹងបាទមិញមើលទៅវាអត់សូវច្បាស់ឥឡូវខ្ញុំសូមលើកយកនៅការដាក់ឈ្មោះមិញនេះគឺនៅក្នុងចម្ពោះទី5គេហៅថាដួងសេដ្ឋីដល់អញ្ចឹងដែរនៅក្នុងនោះយើងបែងចែកថាអ្នកដែលមានដួងសេដ្ឋីហ្នឹងគឺមានឆ្នាំជូតកើត2008ឆ្នាំឆ្លូវកើត1973ឆ្នាំខាតឆ្នាំខាតកើតឆ្នាំ2022ឆ្នាំថោះកើតឆ្នាំ1987ឆ្នាំរោងកើតឆ្នាំ1952ឆ្នាំម្សាញ់កើត2001ឆ្នាំមមីកើត1966ឆ្នាំមមែកើត2015ឆ្នាំវើកកើត1980ឆ្នាំរកាកើតមិនទាន់កើតទេឆ្នាំ2029បានកើតតែអញ្ចឹងដែរនៅក្នុងឆ្នាំដែលទាំងអស់នេះគឺចាត់ទុកថាជាចម្ពោះទី5ដែលនៅក្នុងនោះមានកាយអាទិត្យនោះចាំនៅលើមរណៈបាទកាយសុកនេះពោតេស្អុយរលួយកាយពហោះនេះចំនៅលើភាំងកៈបែកបាក់ពុកផុយមិនល្អទេហើយផ្កាយច័ន្ទនោះចំនៅលើអធិបតីផ្កាយអង្គារចំនៅលើរាជាបាទផ្កាយពុទ្ធនោះចំនៅលើទួងជ័យកាយសៅរ៍ចំនៅលើរណ្ដៅទ្រព្យចឹងដែរនៅក្នុងឆ្នាំទាំងអស់ហ្នឹងដែលបានរៀបរាប់នេះគឺយើងអាចដាក់ឈ្មោះនៅក្នុងផ្កាយដូចជានេះខ្ញុំសរសេរនេះគឺអ្នកកើតថ្ងៃច័ន្ទហ្នឹងគាត់កើតនៅក្នុងផ្កាយច័ន្ទអធិបតីបរិវារល្អរឹងមាំពីអាយុ1ឆ្នាំដល់15ឆ្នាំនិយាយរួមផ្កាយទាំងអស់នេះដែលមានពណ៌ទឹកប៊ិចនេះគឺល្អចំណែកពណ៌ក្រហមនេះគឺមិនល្អតែអញ្ចឹងដែរក្នុងករណីដែលគាត់ដាក់ឈ្មោះកខកងនេះគឺល្អចំនៅលើបរិវាររឹងមាំលើអធិបតីហើយបើគាត់ដាក់ចូលឈើញោក៏ល្អដែរចំនៅលើរាជាបើគាត់ដាក់ឈ្មោះចំលើដធណក៏ល្អដែរចំនៅលើផ្កាយទួងជ័យបើគាត់ដាក់ចំនៅលើផ្កាយសៅរ៍មានតធណ
នឹងក៏ល្អដែរតែបើគាត់ដាក់បផពភមើចំនៅលើបែកបាក់ពុកផុយមិនល្អទេបាទយកលើវើនេះក៏ល្អដែរបាទបើគាត់ដាក់ចំលើសហឡអត់ល្អទេចំលើប៉ូតេស្អុយរលួយអញ្ចឹងជីវិតគាត់នឹងជួបតែរឿងមិនសូវល្អល្បីឈ្មោះមិនល្អអីចឹងណាបាទចឹងនៅក្នុងហើយអ្នកដែលដាក់ឈ្មោះល្អទៅតាមផ្កាយហ្នឹងមានឆ្នាំ12ហ្នឹងតែក៏មានទៅតាមឆ្នាំកំណត់ដែលយើងចែកទៅឃើញថាជាដួងសេះ5ហ្នឹងទើបយើងដាក់ទៅតាមផ្កាយដែលល្អនោះមានផ្កាយច័ន្ទផ្កាយអង្គារផ្កាយពុធផ្កាយសៅរ៍និងផ្កាយរាហូតែចំណែកផ្កាយអាទិត្យផ្កាយសុក្រផ្កាយពហុអត់ល្អទេបាទហ្នឹងនៅក្នុងការដាក់ឈ្មោះបាទចឹងដែរការដាក់ឈ្មោះគឺយើងគុណគូទៅតាមថ្ងៃកើតថ្ងៃបរិវារអាយុតេជៈសរីមូលៈឧសហមន្ត្រីនិងការកណីតាមការពិតគាត់ផ្ទះមូលៈផុសគាត់នៅផ្កាយពហុប៉ុន្តែដោយសារផ្កាយពហុនេះចំទៅលើបែកបាក់ពុកផុយយើងអត់អាចដាក់ឈ្មោះបោភពភមើបានទេដោយសារវាចំនៅលើផ្កាយមិនល្អបាទចឹងដែរគាត់អាចដាក់នៅលើផ្កាយសៅរ៍ឬក៏ផ្កាយផ្សេងពីនឹងបានបាទលួយហ្នឹងគឺវាឲ្យផលទៅតាមហ្នឹងបាទហ្នឹងគឺការឲ្យផលរបស់ផ្កាយចឹងដែរការទូទាយឈ្មោះបាទខ្ញុំសូមបរិយាយតាមប៉ុណ្នេះបាទពុកម៉ែបងប្អូនមានការឆ្ងល់មានសំណួរចង់សួរអីអាចឆាតចូល page របស់ខ្ញុំបាទលោកគ្រូសុនប៊ុនខ្ញុំអាចនឹងជួយមើលទូទាយឲ្យបានបាទសូមអរគុណសូមជម្រាបលាបាទ